បន្ទាប់ពីយកធាតុរបស់គាត់មកដាក់ជាមួយនឹងបងអិនធីខាងស្រីស្លាប់ដែរទីបំផុតខ្ញុំក៏ដាក់ចិត្តសួរបងរបស់នាងគាត់ចេញទៅនៅផ្សេងមែនលើសំណួរខ្ញុំដូច្នេះបងនាងស្ងាត់មួយសន្ទុះទើបដាក់ចិត្តឆ្លើយនឹងសំណួររបស់ខ្ញុំបងតាមពិតទៅបងអិនធីស្លាប់3ឆ្នាំមុនហើយទស្សនិកជនជាទីមេត្រីនេះគឺជារឿងដែលបានសរសេរឆ្លើយតបទៅនឹងរឿងប្រិមិត្តដែលបានថតកាលពី show របស់លោកមីនសិទ្ធីវ៉ាន់សួស្តីបងទាំងអស់គ្នាបងប្រកាសជាធ្លាប់ស្ដាប់រឿងរបស់បងខ្ញុំហើយដែលគាត់សរសេរមកប្រហែលជា2ខែមុននេះខ្ញុំគឺជាប្អូនរបស់បងអិនធីជាដំបូងខ្ញុំអរគុណដល់បងដែលបានយករឿងរបស់បងខ្ញុំមកអានពេលនេះខ្ញុំមិនដឹងថាគួររៀបរាប់ពីណាទៅណាទេព្រោះខ្ញុំពិតជាស្ដាយស្នេហាគាត់ទាំងពីរណាស់ពីអ្នកគាត់ស្រឡាញ់គ្នាលើសពីអ្វីដែលយើងអាចមើលឃើញមុននឹងបងអិនធីស្លាប់គាត់បានឲ្យសម្បត្តិមួយច្បាប់មកខ្ញុំគាត់សុំឲ្យខ្ញុំយកទៅឲ្យសង្សាររបស់គាត់ពេលគាត់ចាក់ចេញទៅប៉ុន្តែពេលនោះដោយសារតែសង្សាររបស់គាត់ទៅរៀននៅបរទេសបាត់ខ្ញុំក៏មិនបានឲ្យសម្បត្តិនេះទៅសង្សាររបស់គាត់រហូតដល់ថ្ងៃមួយខ្ញុំបានជួបគាត់ម្ដងទៀតថ្ងៃនោះខ្ញុំឃើញគាត់មានបំណងចូលទៅនិយាយជាមួយគាត់ហើយហៅគាត់ទៅញ៉ាំបាយនៅផ្ទះព្រោះចង់ឲ្យសម្បត្តិនោះទៅគាត់តែទីបំផុតក៏គ្មានឱកាសឲ្យព្រោះពេលគាត់ដឹងរឿងបងអិនធីហើយក៏ចេញទៅបាត់ពេលនោះខ្ញុំឡើងទៅយកសម្បត្តិឲ្យគាត់តែចុះមកវិញគាត់ក៏បានទៅបាត់ហើយបន្ទាប់មកខ្ញុំក៏ដឹងថាគាត់បានត្រឡប់ទៅបរទេសវិញខ្ញុំព្យាយាមតាក់ទងទៅគាត់ដើម្បីឲ្យសម្បត្តិនោះប៉ុន្តែកាន់តែព្យាយាមគាត់កាន់តែកិច្ចពីខ្ញុំពិតជាគ្មានឱកាសឲ្យសម្បត្តិនោះទៅគាត់រហូតមកដល់ពេលនេះឥឡូវនេះខ្ញុំក៏សម្រេចចិត្តសរសេរសម្បត្តិនេះចូលក្នុងកម្មវិធីនេះតែម្ដងព្រោះគាត់លែងមានឱកាសទទួលសម្បត្តិនេះហើយខ្ញុំមិនដែលហ៊ានបើកសម្បត្តិនេះមើលទេព្រោះខ្ញុំមិនមែនជាម្ចាស់របស់វាប៉ុន្តែពេលនេះសម្បត្តិនេះកាន់តែចាស់ទៅហើយបើទុកបន្តិចទៀតប្រហែលជាមើលលែងយល់នេះគឺជាអត្ថន័យនៅក្នុងសម្បត្តិជូនចំពោះអ្នកដែលខ្ញុំស្រឡាញ់បំផុត NR ប្រសិនបើអូនកំពុងអានសម្បត្តិនេះមានន័យថាបងបានលាចាកចេញទៅហើយបងមិនអាចប្រាប់អូនឲ្យផ្ទាល់មាត់បានទេដំបូងរឿងដែលបងចង់ធ្វើគឺសុំទោសអូនសុំទោសចំពោះថ្ងៃនោះដែលបងជឿរើសដើរចេញពីជីវិតអូនដោយមិនបានផ្ដល់ហេតុផលសមរម្យមួយឲ្យអូនសុំទោសដែលបងធ្វើឲ្យអូនគិតថាបងឈប់ស្រឡាញ់អូនតាមពិតទៅមូលហេតុដែលបងចាក់ចេញគឺព្រោះបងស្រឡាញ់អូនខ្លាំងពេកមានរឿងមួយដែលបងមិនដែលប្រាប់អូនបងមានជំងឺមហារីកគ្រូពេទ្យប្រាប់បងថាបងសល់ពេលមិនច្រើនទេអូនដឹងទេនៅពេលនោះពេលដែលបងដឹងរឿងនេះដំបូងមនុស្សដែលបងគិតមុនគេមិនមែនខ្លួនឯងទេប៉ុន្តែបងបានគិតដល់អូនបងគិតថាបើសិនជាអូនដឹងរឿងនេះតើអូនពិបាកចិត្តយ៉ាងណាបងខ្លាចណាស់បងខ្លាចឃើញអូនយំបងខ្លាចអូនបោះបង់ក្តីសម័យខ្លួនឯងដើម្បីមកមើលថែបងហើយអ្វីដែលបងខ្លាចជាងគេគឺខ្លាចទុកឲ្យអូនរស់នៅជាមួយការឈឺចាប់តែម្នាក់ឯងនៅថ្ងៃដែលបងចាក់ចេញដូច្នេះហើយទើបបងសម្រេចចិត្តរើសធ្វើជាមនុស្សអាក្រក់នៅក្នុងរឿងរបស់ពួកយើងបងក៏ធ្វើឲ្យអូនជឿថាបងលែងស្រឡាញ់អូនបងព្យាយាមរុញអូនចេញឲ្យឆ្ងាយហើយសង្ឃឹមថានៅថ្ងៃដែលបងចាក់ចេញអូននឹងមិនឈឺចាប់ខ្លាំងពេកទេប៉ុន្តែបងគិតខុសព្រោះទោះបីបងលាក់បាំងអ្វីបានល្អប៉ុណ្ណាក៏បងនៅតែមិនអាចលាក់បាំងការពិតមួយដែលបានគឺបងស្រឡាញ់អូនរហូតដល់ដង្ហើមចុងក្រោយអូនដឹងទេបន្ទាប់ពីអូនចាក់ចេញបងតែងតែអង្គុយយំតែម្នាក់ឯងជារៀងរាល់យប់បងមិនដឹងថាអូននឹងឈប់ខឹងឬអភ័យទោសឲ្យបងឬអត់ទេតែបងគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយអូននឹងយល់ថាការចាក់ចេញរបស់បងមិនមែនដោយសារតែលែងស្រឡាញ់អូនទេតែដោយសារតែបងមិនចង់ឲ្យអូនបាត់បង់ខ្លួនឯងដោយសារបងសូមអូនកុំសោកស្ដាយដែលបានស្គាល់បងពេលវេលាដែលបងនៅក្បែរអូនគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់បងអរគុណសម្រាប់ស្នាមញញឹមការយកចិត្តទុកដាក់និងក្តីស្រឡាញ់ដែលអូនបានផ្ដល់ឲ្យបងអូនបានបង្រៀនបងឲ្យដឹងថាក្តីស្រឡាញ់ពិតប្រាកដមានរូបរាងបែបណាហើយឥឡូវនេះបងមានសំណូមពរចុងក្រោយមួយសង្ឃឹមថាអូននឹងបំពេញវាសម្រាប់បងណាមនុស្សល្អរបស់បងអើយសូមអូនរស់នៅឲ្យបានល្អតែអូនត្រូវតែញញឹមឲ្យបានច្រើនអូនត្រូវធ្វើរឿងអីដែលអូនធ្លាប់ស្រមៃចង់ធ្វើទៅកន្លែងដែលអូនចង់ទៅញញឹមឲ្យបានច្រើននៅពេលដែលមានរឿងល្អៗកាត់ឡើងនៅក្នុងជីវិតរបស់អូនហើយបើសិនថ្ងៃណាមួយអូនបានជួបនរណាម្នាក់ដែលអាចផ្ដល់សុភមង្គលឲ្យអូន
សូមអូនកុំខ្លាចក្នុងការស្រឡាញ់គេម្ដងទៀតព្រោះអូនស័ក្តិសមនឹងទទួលបានសុភមង្គលអូនស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់មនុស្សប្រកែករបស់បងបន្ទាប់ពីអានសម្បត្តិនេះហើយកុំរងចាំបងអីបងនឹងនៅត្រឹមជាការចងចាំដ៏ស្រស់ស្អាតមួយនៅក្នុងជីវិតរបស់អូនប៉ុណ្ណោះបងអរគុណដែលធ្លាប់ស្រឡាញ់បងហើយបើសិនជាមានជាតិក្រោយពិតមែនបងសង្ឃឹមថាយើងនឹងជួបគ្នាម្ដងទៀតបើមានជាតិក្រោយបងនឹងបំពេញក្តីសម័យដែលយើងធ្លាប់សម័យជាមួយគ្នាបងនឹងសងការឈឺចាប់របស់អូនដែលអូនទទួលបាននៅពេលនេះបើមានជាតិក្រោយបងនឹងធ្វើឲ្យអូនក្លាយជាមនុស្សស្រីម្នាក់ដែលមានសុភមង្គលបំផុតបើមានជាតិក្រោយបងនឹងជ្រើសយកអូនម្ដងទៀតមិនថាតទៅមុខប៉ុន្មានជាតិក៏បងនៅតែជ្រើសយកអូនមនុស្សល្អរបស់បងបន្ទាប់ពីអូនអានសម្បត្តិនេះហើយបងសូមឲ្យអូនដុតសម្បត្តិនេះចោលកុំរស់នៅក្នុងការឈឺចាប់លីហើយណាមនុស្សល្អរបស់បងពីមនុស្សម្នាក់ដែលស្រឡាញ់អូនរហូតដល់ដង្ហើមចុងក្រោយយ៉ាងម៉េចដែរបន្ទាប់ពីអានសម្បត្តិនេះហើយប្រហែលជារំជួលចិត្តហើយមែនទេអ្នកទាំងអស់គ្នាខ្ញុំក៏ដូចគ្នាដែរដៃរបស់ខ្ញុំចាប់ផ្ដើមញ័រកាន់ទូរស័ព្ទសរសេរលេងចង់ទៅមុខទឹកភ្នែកក៏កំពុងតែស្រក់លើអេក្រង់ទូរស័ព្ទហេតុផលដែលខ្ញុំសម្រេចចិត្តសរសេររឿងនេះឡើងមកកម្មវិធីព្រោះពេលដែលខ្ញុំបានស្ដាប់ការរៀបរាប់របស់បងអិនអហើយខ្ញុំក៏បានសម្រេចចិត្តតាក់ទងទៅគាត់ម្ដងទៀតប៉ុន្តែអ្នកដែលលើកទូរស័ព្ទរបស់គាត់មិនមែនជាគាត់ទេតែជាបងប្រុសរបស់គាត់ខ្ញុំទទួលបានដំណឹងថាគាត់បានទទួលមរណភាពពីអតីតទៅហើយថ្ងៃនេះបន្ទាប់ពីយកធាតុរបស់គាត់មកដាក់ជាមួយនឹងបងអិនធីខាងស្រីស្លាប់ដែរនេះអូនតាអ្នកផ្ញើមកអ្នកដែលលើកទូរស័ព្ទរបស់គាត់មិនមែនជាគាត់ទេតែជាបងប្រុសរបស់គាត់ខ្ញុំទទួលបានដំណឹងថាគាត់បានទទួលមរណភាពពីអតីតទៅហើយថ្ងៃនេះបន្ទាប់ពីយកធាតុរបស់គាត់មកដាក់ជាមួយនឹងបងអិនធីទើបខ្ញុំសម្រេចចិត្តសរសេរសម្បត្តិនេះផ្ញើមកកម្មវិធីព្រោះសម្បត្តិនេះលែងមានម្ចាស់ហើយសង្ឃឹមថាការធ្វើបែបនេះអិនអនឹងអាចលឺសង្ឃឹមថាគាត់នឹងទៅដោយស្ងប់ចិត្តមុននឹងបងអិនអស្លាប់មួយអាទិត្យគាត់បានតាក់ទងមកគ្រួសារគាត់សូមឲ្យគ្រួសារគាត់មកយកគាត់បានប្រាប់ប៉ារបស់គាត់ថាប៉ាកូនលែងចង់រស់នៅបែបនេះទៀតហើយកូនទ្រាំលែងបានហើយយកកូនទៅផ្ទះយើងវិញផងយកកូនទៅជួបបងអិនធីផងបន្ទាប់ពីទទួលបានឆាតនេះពីគាត់ប៉ាម៉ាក់របស់គាត់ក៏បានទៅយកគាត់ប៉ុន្តែបានត្រឹមតែយករាងកាយដែលគ្មានវិញ្ញាណប៉ុណ្ណោះព្រោះពេលទៅដល់គាត់បានស្លាប់2ថ្ងៃទៅហើយគាត់សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនទីបំផុតគាត់ក៏បានទៅជាមួយគ្នាស្ដាប់ទៅដូចជាបឡោមលោកណាស់ប៉ុន្តែរឿងនេះគឺជារឿងពិតរឿងនេះបានបង្រៀនគ្រួសារខ្ញុំច្រើនណាស់ការជឿចាប់មួយនេះគ្រួសារខ្ញុំគ្មានថ្ងៃបំភ្លេចខ្ញុំសង្ឃឹមថារឿងរបស់បងខ្ញុំនឹងក្លាយជាសារដាស់តឿនសម្រាប់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមានដៃគូសូមប្រើពេលវេលានៅជាមួយគ្នាឲ្យល្អព្រោះគ្មាននរណាម្នាក់អាចមើលឃើញអនាគតបានទេពេលខ្លះយើងអាចនិយាយថាចាំថ្ងៃក្រោយដោយមិនដឹងថាថ្ងៃក្រោយនោះអាចនឹងមិនមានកកថាបានដូចជាខ្ញុំមិនបានយកសម្បត្តិនេះឲ្យបងអិនអអញ្ចឹងបើសិនជាខ្ញុំអាចយកសម្បត្តិនេះឲ្យគាត់ប្រហែលជាគាត់នឹងមិនធ្វើបែបនេះទេកំហុសខ្ញុំដែលមិនព្យាយាមយកសម្បត្តិនេះឲ្យគាត់យើងរស់នៅដោយសង្ឃឹមថាមានថ្ងៃស្អែកប៉ុន្តែគ្មាននរណាអាចដឹងថាថ្ងៃស្អែកនឹងមកដល់សម្រាប់យើងឬអត់អ្វីដែលខ្ញុំចង់ប្រាប់ពេលវេលាមិនចាំឲ្យយើងត្រៀមខ្លួននោះទេហើយជីវិតក៏មិនដែលប្រាប់មុនថាពេលណាជាការជួបចុងក្រោយសូមស្រឡាញ់និងយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួនបើម្នាក់នោះមានជំងឺបាក់ទឹកចិត្តត្រូវមើលថែគាត់និងនៅជាមួយគាត់ឲ្យច្រើនតាមដែលអាចធ្វើទៅបានកុំទុកឲ្យគាត់ឆ្លងកាត់ម្នាក់ឯងព្រោះគាត់ឆ្លងមិនផុតទេសូមអរគុណបងដែលបានយករឿងនេះមកអានហើយខ្ញុំសង្ឃឹមថាជាតិក្រោយពួកគាត់នឹងបាននៅជាមួយគ្នាមានគ្រួសារមួយពេញលេញដូចជាអ្វីដែលគាត់តែងតែស្រមៃផងចោះមនុស្សល្អដូចជាពួកគាត់សមនឹងទទួលនៅអ្វីដែលគាត់ចង់បាន